តែមានព្រះបដិមានៅក្នុងទីនេះព្រះពុទ្ធប្រទានពរជាអធិបតីនៅក្នុងវត្តពុទ្ធសាសនារាំងសីមានសាសនវត្ថុទាំងអស់មានទាំងព្រះសិរីពោធិព្រឹក្សមានទាំងព្រះពុទ្ធបដិមាមានទាំងគម្ពីរព្រះត្រៃបិដកមានទាំងព្រះមហាថេរៈជាពិសេសគឺព្រះអតីតព្រះមហាថេរៈព្រះចាតិកាប្រាក់ថននិងព្រះមហាថេរៈព្រះចាតិកានូនុនដែលលោកបានចំណាយពេញមួយជីវិតរបស់ព្រះអង្គតាំងពីក្មេងរហូតដល់បច្ចុប្បន្នជាង80ព្រះវស្សាបានសុគតនៅក្នុងទីនេះហើយបានចាប់ផ្ដើមវត្តពុទ្ធសាសនារាំងសីជាទីសក្ការៈបូជានិងសាសនដ្ឋានរបស់ពុទ្ធបរិស័ទនៅក្នុងតំបន់ប្រេស្នូក៏ដូចជាកាលីហ្វ័រញ៉ាទាំងមូលដូច្នេះតទៅខ្ញុំបកណាសូមរដ្ឋនានិមន្តលោកអូនឋានចន្ទថេរទីនេះដើម្បីនឹងស្ដាប់នៅព្រះសព្វដោយសេចក្តីគោរពជាមួយគ្នាសកេកាមេចារំបេកិរិសេការតតេចានបលេកេមានទេពេរន្តេចាគិយមេតរវនកអនេកេអវន្តមេកេតេភូមិតតេវិជ្ជលតលវិសមេញាកកន្តំបតិយ៉ាងមុនិវរវចនាងសាធវមេសលន្តតេវតាទាំងឡាយដែលមេសវនកាលយ៉ាំភតន្តាបបិនលោកអ្នកដែលចម្រើនទាំងឡាយពេលនេះជាពេលគួរនឹងស្ដាប់នៅព្រះធម៌តទៅសូមនិមន្តព្រះមហាថេរជោទថេរគុណត្រីដើម្បីបូជានៅព្រះបរិត្តស្វាជាមង្គលសូត្ររតនសូត្រនិងមេត្តសូត្រទេណាសូម3ប្រសូត្រហើយនឹងពុទ្ធជ័យមង្គលนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะរិកេរិយានៅព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទេបន្តិរលង្ជាគម្រំបីដងផងសម្ពុទ្ធេអដ្ឋវិសញ្ចទ្វាទសញ្ចសហសកេបញ្ញសតសហនិនាមិមិសេរសាអហង្ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំនៅព្រះសម្មាសម្ពុទ្ធទាំងឡាយ28ព្រះអង្គមួយម៉ាន2000ព្រះអង្គផង5សែនព្រះអង្គផងដោយថ្វាយរបស់ខ្ញុំព្រះករុណាសម្បត្តិបញ្ចបញ្ញសញ្ចចតវិសតសហសកេតសសតសហសនិនាមិមិសេរសាអហង្ខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំនៅព្រះ
សម្មាសម្ពុទ្ធទាំងឡាយមកព្រះអង្គផង24000ព្រះអង្គផង1លានព្រះអង្គផងដោយត្បូងរបស់ខ្ញុំព្រះករុណាសម្ពុទ្ធេនវន្តរសទេតាចាតាលៃសសហសកេវិសកេសតសហសានិញមេវិសរសាខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំនៅព្រះសម្មាសម្ពុទ្ធទាំងឡាយ109ព្រះអង្គផង48000ព្រះអង្គផង2លានព្រះអង្គផងដោយត្បូងរបស់ខ្ញុំព្រះករុណាទេសធម្មញ្ញសង្ឃញ្ញតរេនមេមេហੰខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំនៅព្រះធម៌ផងនៅព្រះសង្ឃផងរបស់ព្រះសម្មាសម្ពុទ្ធទាំងឡាយនោះដោយគោរពនិង ដាក់ទាញមកផ្ដល់នោះបងប្អូននេះទាញផ្ដល់នោះครับ លោកដាំដងឯងទេវតាអង្គមួយកាលដែរវេ